Hello មកទៀតហើយជំរាបសួរអ្នកនរគ្នាថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកនរគ្នាចូលមកទៅកាន់វត្តខ្មែរយើងនៅក្នុងទីក្រុង New Delhi ហើយក៏ដូចជាពិនិត្យមើលទស្សនវិជ្ជាក្នុងវត្តនិងសកម្មភាពមួយចំនួនក្នុងវត្តជាដើមថានៅក្នុងវត្តខ្មែរនៅក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌាហ្នឹងគឺបែបណាតាទៅទស្សនាទាំងអស់គ្នាអូខេសួស្តីបងប្អូនអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាចូលទៅទស្សនាក្នុងវត្តខ្មែរយើងដែលស្ថិតនៅក្នុងទីក្រុង New Delhi នៃប្រទេសឥណ្ឌាណាពេលតានេះគឺខាងពីចូលមើលដល់ពីឈ្មោះវត្តអូខេ Let's go តែក្នុងនោះមានអ្វីខ្លះទៅមើលដល់អ្នកគ្នាហើយ yes okay Let's go Đang có đi xem đó là phơ bị thì á bọn xem cho mình đi hello đi con phải không ba nhau tài hơn không cóនេះពេលចូលឆ្នាំគេតុបតែងនៅនេះលម្អដើម្បីមានកម្មវិធីប្រពៃណីបនប្រពៃណីខ្មែរយើងរូបពុទ្ធរូបព្រះអង្គហើយនេះតុបតែងគេយើងទៅមើលព្រះវិហារម្ដងខាងសាលាដែរតើចុចដុយហើយជាបន្តទៀតខ្ញុំនឹងអ្នកគ្នាចូលទៅទស្សនាខាងក្នុងព្រះវិហាររបស់វត្តខ្មែរយើងណាថាមានលក្ខណៈបែបណាដែរយ៉ាងណាមិញនៅតាមជញ្ជាំងទ្វារមុននឹងចូលទៅក្នុងព្រះវិហារមានសរសេរអក្សរមួយចំនួនក៏ដូចជាអក្សរនោះមានទាំងខ្មែរទាំងអង់គ្លេសណានេះខាងនេះអង់គ្លេសដែលមាននិយាយទៅជាមួយនឹងព្រះម្ចាស់សពជនដែលបានឧបត្ថម្ភក្នុងការកសាងនិងជួសជុលព្រះវិហារណាហើយខាងក្នុងនេះគឺខ្ញុំចូលបានខាងក្នុងតិចដែរពិតជាមានសុខភាពស្រស់ស្អាតមែនទែនហើយនៅក្នុងនេះព្រះអង្គប្រគល់ព្រះអង្គគង់តែសមាធិយើងខ្ញុំអត់ហ៊ានរំខានព្រះអង្គដែរក៏ចេញមកវិញណាតែចង់ថតបង្ហាញបងប្អូនបន្តិចទៅខាងក្នុងប្រភេទតើមានអ្វីខ្លះហើយអត់ហ៊ាននៅយូរដែរសុំថតតែបន្តិចក៏បញ្ញត្តិចេញមកវិញដោយសារខ្លាចរំខានព្រះគ្រូព្រះអង្គពងសមាធិណាកន្លែងធ្វើម្ហូបម្ដង
trong phơi cái này lại trong phơi ok review ok nàyคือ สี kitchen ก็lại thơm hốt ok ឃើញអូមានអ្នកធ្វើនេះតែទៅមើលមើលហើយកូនទៅពេលដែលចូលមកឃើញបងអូនមកគាត់កំពុងធ្វើម្ហូបណាហើយឃើញគាត់ធ្វើដូចជាការីបន្តិចឃើញគាត់កំពុងកូរម្ទេសខាងតិចហមយើងហ្នឹងតែឆ្អើណាកំពុងកូរហើយឃើញគាត់ធ្វើដូចពីរមុខហើយខ្ញុំក៏សួរគាត់ថាធ្វើម្ហូបអីចឹងដោយសារគាត់មិនមែនខ្មែរទេគាត់ជនជាតិបរទេសណាគាត់មិនស្នៅវត្តហើយគាត់ជួយធ្វើចង្ហាន់លោកចឹងទៅខ្ញុំឃើញម្ហូបតំណងណាចង្ហាន់លោកតំណងមែនតើឃើញអាប្លែកមានដូចតុងយ៉ាំដែរខ្ញុំមើលទៅហើយមានដូចជាបបរអីផ្សេងទៀតតែសម្រាប់ចង្ហាន់ពេលព្រឹកណាហើយនិយាយទៅប្លែកមែនតើឃើញគាត់តែម្នាក់ទេធ្វើថ្ងៃនេះតម្លៃរាល់ថ្ងៃមានថ្លៃយើងមួយចំនួនគាត់ធ្វើដែរចឹងណាអញ្ចឹងល្អម្យ៉ាងដែរ